តាថ្ងៃនេះអ្នកគ្រូមានសំណួរថ្មីមួយដែលតាក់ទងជាមួយនឹងសម័យលង្វែកយកមកបង្ហាញដល់ពួកយើងទាំងអស់គ្នាអញ្ចឹងសំណួរអ្នកគ្រូថ្ងៃនេះអ្នកគ្រូបានចោទសួរទៅលើសម័យលង្វែកថាតើហេតុអីបានជាព្រះបាទច័ន្ទរាជានឹងគាត់បានកសាងឬក៏បង្កើតឡើងនៅបន្ទាយលង្វែកហ្នឹងអញ្ចឹងវាមិនមែននៅសឹកសឹកគាត់បង្កើតឡើងនៅបន្ទាយលង្វែកត្រូវទេសុទ្ធតែមានដើមហេតុហើយនឹងផលអីអញ្ចឹងអីដែលសំខាន់បំផុតហ្នឹងគឺព្រះបាទច័ន្ទរាជាគាត់ចង់បង្កើតនៅស្នាមព្រះហស្ថឬក៏ស្នាដៃហើយបន្ទាប់មកគាត់បង្កើតឡើងនៅបន្ទាយលង្វែកគឺអីដែលសំខាន់គឺកិច្ចពីសត្រូវត្រូវទេកសាងបន្ទាយមួយដែលរឹងមាំដើម្បីអាចកិច្ចខ្លួនបានពីសត្រូវហើយគាត់ចង់ប្រមូលបណ្ឌិតកវីអ្នកដែលចេះគ្រប់គ្នាហ្នឹងឲ្យបង្កើតជាធ្នូមួយហើយបង្កើតឯកសារសម្រាប់អីគេអ្នកសម្រាប់ឲ្យបងប្អូនយើងដែលជាយុវជនខ្មែរចំនួនក្រោយហ្នឹងបានរៀនកុំឲ្យល្ងឹតល្ងងឬក៏ឲ្យបានដឹងអំពីប្រវត្តិសាស្ត្រយើងបានកាន់តែច្រើននឹងជ្រៅជ្រះអញ្ចឹងទៅតើណាអញ្ចឹងអីដែលសំខាន់បំផុតនោះគឺគាត់ចង់បង្កើតវប្បធម៌ថ្មីក្រោយក្រោយសម័យអង្គរតើណាបើយើងនិយាយពីស្ថានភាពបន្ទាយលង្វែកវិញដូចយើងដឹងហើយតាំងដើមមកត្រូវជាបន្ទាយយ៉ាងរឹងមាំណាហើយក្បែរបន្ទាយនឹងផងដែរគឺសម្បូរទៅដោយគេភោគផលធម្មជាតិជាច្រើនត្រូវដែលមានបឹងមានទន្លេមានបងបួយអញ្ចឹងទៅដែលធ្វើឲ្យប្រជាជននៅចិត្តក្បែរនឹងហ្នឹងធ្វើឲ្យពួកគេហ្នឹងងាយស្រួលនៅក្នុងការរស់រានឬក៏ប្រកបមុខរបរចិញ្ចឹមជីវិតអីអញ្ចឹងទៅមានន័យថាហួសនៅយ៉ាងងាយស្រួលហ្មងដោយសារតាបន្ទាយលង្វែកហ្នឹងគឺជាយុទ្ធសាស្ត្រយ៉ាងល្អមួយដែលសម្បូរទៅដោយពពួកបឹងពពួកអីហ្នឹងឯងដែលវាមានរៀង4ឈុងហ្នឹងហើយអញ្ចឹងគ្រូភ្លេចបញ្ជាក់ថាបន្ទាយលង្វែកហ្នឹងគឺមានរាង4ជ្រុងដែលសម្បូរទៅដោយភោគផលធម្មជាតិនឹងឯងអញ្ចឹងតើតើជាមួយនឹងសំណួរនេះក៏អ្នកគ្រូមានតែប៉ុណ្្នឹងឯងអញ្ចឹងអ្នកគ្រូសូមអរគុណសូមជម្រាបលា